Forum Theatre Dance គឺជាការរួមបញ្ចូលគ្នារវាង Forum Theatre ហើយនិង Contemporary Dance នៅពេលដែលខ្ញុំទៅរៀនពីគេខ្ញុំរៀនតែ technique Forum Theatre ដូច្នេះដោយសារខ្ញុំជាអ្នករបាំខ្ញុំបង្កើត technique ថ្មីមួយជាទម្រង់ថ្មីមួយដែលខ្ញុំហៅថា Forum Theatre Dance ហើយរបាំសារសម័យដែលយើងយកមកប្រើនៅទីនេះគឺជារបាំសារសម័យបែបខ្មែររបស់យើងសារនេះគឺជាទម្រង់ថ្មីហើយយើងធ្វើការសម្ដែងជាលើកទី1ដូច្នេះយើងត្រូវការត្រៀមច្រើនមែនទែនការត្រៀមហើយនឹងការយល់អំពីទម្រង់ដើមរបស់គេហើយនឹងការទម្រង់បង្កើតថ្មីរបស់យើងហើយមួយទៀតគឺទាក់ទងទៅនឹងការហាត់រៀនយើងត្រូវការហាត់រៀនទាំងបច្ចេកទេសសហសម័យរបាំហើយនឹងបច្ចេកទេសក្នុងការធ្វើឲ្យវាទៅជាទម្រង់មួយថ្មីទៀតខ្លួនប្រុសចិត្តស្រីដោយសារខ្ញុំមិនដែលធ្វើការជាមួយលោកគ្រូដែលគាត់មានពិការភាពអញ្ចឹងនៅពេលដែលខ្ញុំធ្វើការជាមួយពួកគាត់ខ្ញុំបានទទួលនៅចំណេះដឹងថ្មីមួយទាក់ទងនឹងការបត់បែនទៅតាមលទ្ធភាពនិងសមត្ថភាពរបស់ពួកគាត់ហើយទន្ទឹមនឹងនោះគឺការបត់បែនហ្នឹងជំរុញឲ្យការធ្វើស្នាដៃមួយនេះវាអាចសពទទួលបានលទ្ធផលល្អសិល្បៈគឺជាវិធីសាស្ត្រមួយក្នុងការព្យាបាលជំងឺផ្លូវចិត្តវិធីសាស្ត្រឬក៏ទម្រង់របាំមួយនេះវាមិនមែនត្រឹមតែជាផ្នែកមួយដែលធ្វើឲ្យមនុស្សមើលហើយសោតយំតាមយើងឬក៏គាត់អាចនឹងបញ្ចេញមតិយោបល់របស់គាត់ដែលពេលខ្លះគាត់អាចមានទីតាំងមួយមានកន្លែងមួយដែលធ្វើឲ្យគាត់អាចបញ្ចេញអ្វីដែលគាត់ចង់និយាយបានអញ្ចឹងឲ្យគាត់យកវេទិកាមួយនេះគឺជាវេទិការបស់គាត់អញ្ចឹងបាទខ្ញុំហៅថាជារបាំវេទិកាមិនមែនជារបាំគ្រាន់តែសម្ដែងអ្នកទស្សនិកជនមើលហើយយើងជម្រាបលាបាយគ្នាខ្ញុំចង់ឲ្យអ្នកមើលហើយយល់ថានេះគឺជារបាំវេទិការបស់អ្នកណាវេទិការបស់ពួកគាត់អញ្ចឹងបើវេទិការបស់គាត់មានបញ្ហាគាត់ចង់បញ្ចេញគាត់ចង់សម្ដែងចេញនេះគឺជាវេទិការបស់គាត់